តើអ្នកធ្លាប់ឆ្ងល់ដែរឬទេហេតុអ្វីបានជាមនុស្សខ្លះនិយាយតែប៉ុន្មានម៉ាត់ក៏អាចធ្វើឲ្យអ្នកដទៃស្រឡាញ់ចូលចិត្តនិងចង់ធ្វើការជាមួយផ្ទុយទៅវិញមនុស្សខ្លះទៀតទោះបីជាមានចំណេះដឹងខ្ពស់យ៉ាងណាក៏ដោយបែរជាគ្មាននរណាចង់ចូលចិត្តឬពិបាកក្នុងការសហការទៅវិញតើអ្វីទៅជាអាចកំបាំងដែលបំបែកមនុស្សដែលមានប្រជាប្រិយភាពនិងឥទ្ធិពលចេញពីមនុស្សទូទៅចម្លើយគឺមិនមែនស្ថិតនៅលើទេពកោសល្យពីកំណត់ឡើយប៉ុន្តែវាស្ថិតនៅលើសិល្បៈនៃការប្រស័យតាក់ទងថ្ងៃនេះយើងនឹងមកធ្វើការវះកាត់ដ៏ធំមួយទៅលើសៀវភៅដែលជាមគ្គុទ្ទេសក៍ទំនាក់ទំនងដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រគឺសៀវភៅ How to Win Friends and Influence People និពន្ធដោយលោក Dale Carnegie សៀវភៅនេះបានផ្លាស់ប្ដូរជីវិតមនុស្សរាប់សិបលាននាក់នៅជុំវិញពិភពលោកដោយសារតែគោលការណ៍ចិត្តវិទ្យាសាមញ្ញប៉ុន្តែមានប្រសិទ្ធភាពមហិមានៅក្នុងការទាក់ទាញចិត្តមនុស្សសៀវភៅនេះត្រូវបានបែងចែកជា4ផ្នែកធំៗ 1. បច្ចេកទេសមូលដ្ឋានក្នុងការស្វែងយល់ពីមនុស្ស 2. វិធីធ្វើឲ្យគេស្រឡាញ់ 3. វិធីបញ្ចុះបញ្ចូលចិត្តគេ 4. និងសិល្បៈនៃការធ្វើជាអ្នកដឹកនាំតើត្រៀមខ្លួនរៀនសូត្រនៅសិល្បៈឈ្នះចិត្តមនុស្សទាំងអស់គ្នាផ្នែកទី1បច្ចេកទេសមូលដ្ឋានក្នុងការតាក់ទងមនុស្សនៅក្នុងសៀវភៅ How to Win Friends and Influence People លោក Dale Carnegie បានលើកឡើងពីចំណុចសំខាន់មួយអំពីធម្មជាតិរបស់មនុស្សថាមនុស្សគ្រប់គ្នាសុទ្ធតែមានបំណងប្រាថ្នាមួយដ៏ខ្លាំងគឺចង់មានអារម្មណ៍ថាខ្លួនឯងមានតម្លៃនិងមានសារៈសំខាន់មនុស្សម្នាក់អាចមានលុយច្រើនឬតិចមានឋានៈខ្ពស់ឬទាបមានការអប់រំច្រើនឬតិចប៉ុន្តែខាងក្នុងចិត្តមនុស្សភាគច្រើននៅតែចង់ឲ្យអ្នកដទៃទទួលស្គាល់ការគោរពនិងឲ្យតម្លៃលើខ្លួនដូច្នេះប្រសិនបើយើងចង់កសាងទំនាក់ទំនងល្អនិងធ្វើឲ្យមនុស្សចូលចិត្តរាប់អានយើងមិនគួរគិតតែថាតែខ្ញុំអាចទទួលបានអ្វីពីគេនោះទេយើងគួររៀនសូត្រខ្លួនឯងថាតែខ្ញុំអាចធ្វើអ្វីដើម្បីឲ្យមនុស្សម្នាក់នេះមានអារម្មណ៍ថាគេត្រូវបានគោរពនិងមានតម្លៃលោក Carnegie បានបែងចែកគោលការណ៍សំខាន់ជា3ដែលអាចយកមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃគោលការណ៍ទី1កុំរិះគន់កុំបន្ទោសនិងកុំត្អូញត្អែរនៅពេលយើងឃើញនរណាម្នាក់ធ្វើខុសប្រតិកម្មធម្មតារបស់យើងគឺចង់ប្រាប់គេភ្លាមថាហេតុអ្វីបានជាអ្នកធ្វើបែបនេះអ្នកគួរតែធ្វើបែបនោះអ្នកធ្វើខុសហើយប៉ុន្តែបញ្ហាគឺនៅពេលយើងរិះគន់មនុស្សម្នាក់មនុស្សនោះភាគច្រើនមិនបានគិតថាអូខ្ញុំធ្វើខុសខ្ញុំនឹងកែភ្លាមនោះទេផ្ទុយទៅវិញគេអាចចាប់ផ្ដើមការពីខ្លួនឯងគេចាប់ផ្ដើមរកហេតុផលគេចាប់ផ្ដើមបន្ទោសអ្នកដទៃឬក៏ចាប់ផ្ដើមខឹងនឹងអ្នកដែលរិះគន់គេហេតុអ្វីព្រោះការរិះគន់អាចធ្វើឲ្យមនុស្សមានអារម្មណ៍ថាតម្លៃនិងកិត្តិយសរបស់ខ្លួនត្រូវបានវាយប្រហារលោក Carnegie បានលើកឡើងថាសូម្បីតែមនុស្សដែលធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរក៏ជាញឹកញាប់ព្យាយាមរកហេតុផលដើម្បីបញ្ជាក់ថាខ្លួនមានហេតុផលផងដែរដូច្នេះតម្រាំតែមនុស្សធម្មតាដែលមានភាពអាត្មានិយមនិងអារម្មណ៍តខ្លួនតើគេនឹងទទួលយកការរិះគន់ងាយៗដែរឬទេនេះមិនមែនមានន័យថាយើងមិនអាចប្រាប់មនុស្សអំពីកំហុសរបស់គេបានទេប៉ុន្តែវាមានន័យថាយើងគួររៀនជ្រើសរើសរបៀបនិយាយជំនួសឲ្យការនិយាយថាអ្នកធ្វើខុសទៀតហើយយើងអាចនិយាយបែបនេះថាតែយើងអាចសាកវិធីផ្សេងទៀតមើលទេខ្ញុំគិតថាវាអាចធ្វើឲ្យលទ្ធផលកាន់តែល្អឡើងពាក្យទាំងពីរមានគោលបំណងដូចគ្នាប៉ុន្តែអារម្មណ៍ដែលអ្នកដទៃទទួលបានខុសគ្នាខ្លាំងណាស់គោលការណ៍ទី2ផ្ដល់ការកោតសរសើរដោយស្មោះត្រង់មនុស្សគ្រប់គ្នាចូលចិត្តការកោតសរសើរប៉ុន្តែមានភាពខុសគ្នាយ៉ាងធំរវាងការបញ្ចូលនិងការកោតសរសើរដោយស្មោះការបញ្ចូលគឺនិយាយអ្វីដែលល្អដើម្បីឲ្យខ្លួនឯងទទួលបានអ្វីមួយប៉ុន្តែការកោតសរសើរដោយស្មោះគឺការមើលឃើញចំណុចល្អពិតប្រាកដរបស់អ្នកដទៃហើយប្រាប់គេដោយស្មោះឧទាហរណ៍ថាប្រសិនបើបុគ្គលិកម្នាក់ខិតខំធ្វើការរហូតដល់យប់ដើម្បីបញ្ចប់គម្រោងមួយអ្នកអាចនិយាយថាខ្ញុំសរសើរចំពោះការខិតខំរបស់អ្នកមានការទទួលខុសត្រូវខ្ពស់ណាស់នេះមានអត្ថន័យជាងការនិយាយថាអ្នកពូកែណាស់ដោយគ្មានហេតុផលច្បាស់លាស់ដូច្នេះនៅពេលអ្នកចង់សរសើរនរណាម្នាក់
ចូលកុំសរសើរទូទៅពេកស្វែងរកអ្វីមួយដែលគេធ្វើបានល្អហើយនិយាយវាឲ្យច្បាស់វាអាចជាការខិតខំរបស់គេការទទួលខុសត្រូវរបស់គេការអត់ធ្មត់របស់គេភាពស្មោះត្រង់របស់គេឬសូម្បីតែការជួយអ្នកដទៃនៅពេលអ្នកចាប់ផ្ដើមស្វែងរកចំណុចល្អរបស់មនុស្សអ្នកនឹងដឹងថាទំនាក់ទំនងរបស់អ្នកក៏ចាប់ផ្ដើមផ្លាស់ប្ដូរផងដែរគោលការណ៍ទី3បង្កើតបំណងប្រាថ្នានៅក្នុងចិត្តអ្នកដទៃនេះគឺជាគោលការណ៍ដែល Carnegie ប្រើឧទាហរណ៍ដ៏សាមញ្ញមួយអំពីការស្ទូចត្រីនៅពេលអ្នកចង់ស្ទូចត្រីអ្នកមិនយកអាហារដែរអ្នកខ្លួនឯងចូលចិត្តទៅធ្វើជានុយនោះទេបើសិនបើអ្នកចូលចិត្តនំខេកអ្នកមិនអាចសន្មត់ថាត្រីក៏ចូលចិត្តនំខេកដែរនោះទេអ្នកត្រូវតែគិតថាតើត្រីចង់បានអ្វីបន្ទាប់មកអ្នកយកអ្វីដែលត្រីចូលចិត្តធ្វើជានុយនៅក្នុងទំនាក់ទំនងរបស់មនុស្សក៏ដូចគ្នាដែរយើងមិនគួរនិយាយតែអ្វីដែលយើងចង់បាននោះទេឧទាហរណ៍បើសិនបើអ្នកចង់ឲ្យមិត្តរួមការងារជួយអ្នកកុំគិតតែថាខ្ញុំត្រូវការឲ្យគេជួយខ្ញុំចូលគិតថាតើការងារនេះអាចផ្ដល់អត្ថប្រយោជន៍អ្វីដល់គេបើសិនបើអ្នកចង់លក់ផលិតផលកុំប្រាប់តែពីអ្វីដែលអ្នកចង់លក់ចូលប្រាប់អតិថិជនថាផលិតផលនេះអាចដោះស្រាយបញ្ហាអ្វីរបស់ពួកគេបើសិនបើអ្នកចង់ឲ្យកូនរៀនចូលកុំប្រាប់តែថាកូនត្រូវតែរៀនព្រោះប៉ាម៉ាក់ប្រាប់ឲ្យរៀនប៉ុន្តែចូលបង្ហាញកូនថាការរៀនអាចជួយឲ្យគេមានជម្រើសនិងឱកាសកាន់តែច្រើននៅថ្ងៃអនាគតនេះហើយជាសិល្បៈនៃការយល់អំពីមនុស្សកុំគិតតែពីអ្វីដែលអ្នកចង់បានពីអ្នកដទៃចូលរៀនយល់ពីអ្វីដែលអ្នកដទៃចង់បានហើយរកវិធីបង្កើតតម្លៃសម្រាប់គេមេរៀនសំខាន់ពីគោលការណ៍ទាំង3បើយើងសង្កេតឲ្យបានល្អគោលការណ៍ទាំង3នេះមានចំណុចរួមតែមួយឈប់ផ្ដោតទៅលើខ្លួនឯងហើយចាប់ផ្ដើមយល់ពីមនុស្សនៅចំពោះមុខយើងកុំប្រញាប់រិះគន់ចូលរៀនស្វែងរកចំណុចល្អរបស់អ្នកដទៃហើយមុនពេលស្នើសុំអ្វីពីនរណាម្នាក់ចូលសួរខ្លួនឯងថាតើអ្វីជាអ្វីដែលគេចង់បានតើខ្ញុំអាចជួយឲ្យគេទទួលបានវាយ៉ាងដូចម្តេចនៅពេលអ្នកចាប់ផ្ដើមអនុវត្តរបៀបគិតនេះអ្នកនឹងមិនត្រឹមតែធ្វើឲ្យមនុស្សចូលចិត្តអ្នកជាងមុននោះទេប៉ុន្តែអ្នកក៏នឹងក្លាយជាមនុស្សដែលយល់ចិត្តអ្នកដទៃបានកាន់តែជ្រៅហើយនេះជាចំណុចសំខាន់មួយនៅក្នុងការកសាងទំនាក់ទំនងដ៏រឹងមាំមនុស្សមិនតែងតែចង់ចាំថាអ្នកបាននិយាយអ្វីជាមួយពួកគេនោះទេប៉ុន្តែពួកគេតែងតែចង់ចាំថាពេលនៅជាមួយអ្នកពួកគេមានអារម្មណ៍យ៉ាងដូចម្តេចផ្នែកទី2វិធីសាស្ត្រ6យ៉ាងដើម្បីធ្វើឲ្យមនុស្សចូលចិត្ត Six ways to make people like you បន្ទាប់ពីយើងបានស្គាល់ពីបច្ចេកទេសមូលដ្ឋានក្នុងការតាក់ទងមនុស្សរួចមកលោក Dale Carnegie បានបន្តបង្ហាញពីវិធីដែលអាចជួយឲ្យយើងកសាងភាពស្និទ្ធស្នាលនិងធ្វើឲ្យមនុស្សមានអារម្មណ៍ល្អនៅពេលនៅជាមួយយើងចំណុចសំខាន់មួយដែលយើងត្រូវយល់គឺការធ្វើឲ្យមនុស្សចូលចិត្តយើងមិនមែនមានន័យថាយើងត្រូវតែធ្វើជាមនុស្សคล้ายៗឬព្យាយាមបញ្ចូលគ្រប់គ្នានោះទេវាមានន័យថាយើងចេះយល់ពីអារម្មណ៍និងតម្លៃរបស់អ្នកដទៃហើយប្រព្រឹត្តចំពោះពួកគេដោយការគោរពនិងភាពស្មោះត្រង់លោក Carnegie បានលើកឡើងពីគោលការណ៍ទាំង6យ៉ាង 1. យកចិត្តទុកដាក់ចំពោះអ្នកដទៃដោយស្មោះត្រង់មនុស្សភាគច្រើនចូលចិត្តនិយាយអំពីខ្លួនឯងពួកគេចង់ឲ្យអ្នកដទៃស្ដាប់ពីការងាររបស់ពួកគេគ្រួសាររបស់ពួកគេក្តីសុខរបស់ពួកគេនិងរឿងរ៉ាវដែលពួកគេចាប់អារម្មណ៍ដូច្នេះប្រសិនបើអ្នកចង់កសាងមិត្តភាពកុំផ្ដោតតែទៅលើការធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍លើអ្នកចូលចាប់ផ្ដើមដោយចាប់អារម្មណ៍លើគេជាមុនសិនសួរគេថាការងាររបស់អ្នកយ៉ាងម៉េចដែរតើអ្នកចូលចិត្តធ្វើអ្វីនៅពេលដែលទំនេរតើគម្រោងដែលអ្នកកំពុងធ្វើដំណើរការដល់ណាហើយសំខាន់បំផុតគឺស្ដាប់ចម្លើយរបស់គេដោយស្មោះត្រង់មិនមែនសួរដើម្បីតែចង់រងចាំវេនខ្លួនឯងនិយាយនោះទេការយកចិត្តទុកដាក់បែបនេះអាចធ្វើឲ្យមនុស្សមានអារម្មណ៍ថាមនុស្សម្នាក់នេះពិតជាចង់ស្គាល់ខ្ញុំ 2. ញញឹមស្នាមញញឹមគឺជារឿងតូចមួយប៉ុន្តែអាចមានឥទ្ធិពលខ្លាំងលើការតាក់ទងរបស់មនុស្សនៅពេលអ្នកជួបនរណាម្នាក់ហើយអ្នកមានទឹកមុខរុះរាយជាមួយស្នាមញញឹមធម្មជាតិអ្នកកំពុងផ្ញើសារមួយដោយមិនចាំបាច់និយាយថាខ្ញុំរីករាយដែលបានជួបអ្នកមនុស្សភាគច្រើនមានអារម្មណ៍ងាយស្រួលជាងនៅពេលពួកគេនៅជាមួយមនុស្សដែលមានភាពកក់ក្ដៅនិងរុះរាយ
ប៉ុន្តែស្នាមញញឹមនេះគួរតែជាស្នាមញញឹមដោយស្មោះមិនមែនជាការញញឹមคล้ายៗដើម្បីបំពេញតួនាទីនោះទេជួនកាលស្នាមញញឹមតូចមួយនៅពេលជួបមនុស្សម្នាក់អាចធ្វើឲ្យការសន្ទនាដែលតឹងតែងคล้ายជាការសន្ទនាដែលមានភាពកក់ក្ដៅបាន 3. ចងចាំឈ្មោះរបស់គេឈ្មោះរបស់មនុស្សម្នាក់គឺជាផ្នែកមួយនៃអត្តសញ្ញាណរបស់គេនៅពេលយើងចងចាំឈ្មោះរបស់នរណាម្នាក់ហើយហៅគេតាមឈ្មោះនៅពេលជួបគ្នាវាអាចធ្វើឲ្យគេមានអារម្មណ៍ថាយើងបានយកចិត្តទុកដាក់និងចងចាំពីគេឧទាហរណ៍ជំនួសឲ្យការនិយាយថាសួស្តីយើងអាចនិយាយថាសួស្តីវីរៈតើអ្នកសុខសប្បាយជាទេវាធ្វើឲ្យការសន្ទនាមានភាពផ្ទាល់ខ្លួនជាមុនប្រសិនបើអ្នកមិនសូវចងចាំឈ្មោះមនុស្សបានល្អចូលព្យាយាមនិយាយឈ្មោះរបស់គេម្ដងទៀតបន្ទាប់ពីបានស្គាល់គ្នាហើយភ្ជាប់ឈ្មោះជាមួយព័ត៌មានមួយចំនួនអំពីគេការចងចាំឈ្មោះតូចមួយអាចបង្កើតភាពខុសគ្នាធំមួយនៅក្នុងទំនាក់ទំនង 4. ធ្វើជាអ្នកស្ដាប់ដ៏ល្អមនុស្សជាច្រើនចង់ក្លាយជាអ្នកនិយាយដ៏ពូកែប៉ុន្តែមានមនុស្សមិនច្រើនទេដែលខិតខំរៀនស្ដាប់ឲ្យបានល្អនៅពេលអ្នកដទៃកំពុងនិយាយកុំប្រញាប់យកទូរស័ព្ទមកមើលកុំកាត់ពាក្យសម្ដីរបស់គេនិងកុំគិតតែថាតែអ្នកនឹងឆ្លើយអ្វីបន្ទាប់ចុះស្ដាប់ដើម្បីយល់ពីគេអ្នកអាចសួរសំណួរបន្ថែមដូចជាហើយបន្ទាប់មកមានអ្វីកើតឡើងតើអ្នកមានអារម្មណ៍យ៉ាងម៉េចនៅពេលនោះតើអ្នកគិតថាអ្នកនឹងធ្វើបែបណាបន្តទៀតសំណួរទាំងនេះបង្ហាញថាអ្នកមិនត្រឹមតែឮសំណេររបស់គេនោះទេប៉ុន្តែអ្នកកំពុងព្យាយាមយល់ពីរឿងរ៉ាវរបស់គេមនុស្សម្នាក់ដែលមានអ្នកស្ដាប់ដែលយកចិត្តទុកដាក់ជាញឹកញាប់និងមានអារម្មណ៍ស្និទ្ធស្នាលជាមួយអ្នកជាងមុន 5. និយាយអំពីអ្វីដែលជាចំណាប់អារម្មណ៍របស់អ្នកដទៃនៅពេលយើងជួបមនុស្សថ្មីយើងអាចមានប្រធានបទជាច្រើនដែលខ្លួនឯងចង់និយាយប៉ុន្តែប្រសិនបើយើងចង់ឲ្យការសន្ទនារីករាយយើងគួររកឲ្យឃើញថាមនុស្សនៅចំពោះមុខយើងចូលចិត្តធ្វើអ្វីប្រសិនបើគេចូលចិត្តកីឡានិយាយអំពីកីឡាប្រសិនបើគេចូលចិត្តអំពីអាជីវកម្មយើងត្រូវតែនិយាយអំពីអាជីវកម្មប្រសិនបើគេចូលចិត្តការធ្វើដំណើរសួរគេអំពីកន្លែងដែលគេចូលចិត្តនៅពេលយើងនិយាយអំពីអ្វីដែលគេចាប់អារម្មណ៍គេនឹងងាយចូលរួមក្នុងការសន្ទនាហើយការសន្ទនានឹងមិនមានអារម្មណ៍ថាយើងកំពុងបង្ខំគេឲ្យស្ដាប់រឿងរបស់យើងឡើយដូច្នេះមុនពេលចង់ឲ្យអ្នកដទៃចាប់អារម្មណ៍លើប្រធានបទរបស់យើងចូលរៀនចាប់អារម្មណ៍លើប្រធានបទរបស់គេជាមុនសិន 6. ធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាគេសំខាន់នេះប្រហែលជាគោលការណ៍សំខាន់បំផុតមួយមនុស្សគ្រប់គ្នាចង់មានអារម្មណ៍ថាខ្លួនឯងមានតម្លៃវាមិនមានន័យថាយើងត្រូវបន្ទាបខ្លួនដើម្បីលើកអ្នកដទៃឡើងទេវាមានន័យថាយើងគួររៀនឲ្យតម្លៃលើមនុស្សនៅចំពោះមុខយើងអរគុណនៅពេលគេជួយអ្នកសរសើរនៅពេលគេធ្វើអ្វីមួយបានល្អសួរយោបល់របស់គេនៅពេលវាសមស្របចងចាំអ្វីដែលគេធ្លាប់ប្រាប់អ្នកហើយសំខាន់បំផុតកុំធ្វើអ្វីទាំងនេះដើម្បីបោកបញ្ឆោតឬទទួលផលប្រយោជន៍ពីគេខណៈជីផ្ដោតលើពាក្យដែលស្មោះព្រោះមនុស្សអាចមានអារម្មណ៍បានថាតើការសរសើររបស់អ្នកពិតជាចេញពីចិត្តឬគ្រាន់តែជាពាក្យបញ្ចូលសរុបមកមនុស្សចូលចិត្តអ្នកមិនមែនព្រោះអ្នកនិយាយពូកែប៉ុណ្ណោះទេបើយើងសង្ខេបគោលការណ៍ទាំង6នោះទី1ចាប់អារម្មណ៍លើអ្នកដទៃដោយស្មោះ 2. ញញឹមនិងបង្កើតភាពកក់ក្ដៅ 3. ចងចាំឈ្មោះរបស់គេ 4. រៀនស្ដាប់ឲ្យបានល្អ 5. និយាយអំពីអ្វីដែលគេចាប់អារម្មណ៍ 6. ធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនមានតម្លៃមេរៀនសំខាន់បំផុតបើអ្នកចង់ឲ្យមនុស្សចាប់អារម្មណ៍លើអ្នកចូលចាប់ផ្ដើមដោយចាប់អារម្មណ៍លើពួកគេជាមុនសិនព្រោះទំនាក់ទំនងល្អមិនមែនកើតឡើងពីការព្យាយាមធ្វើឲ្យខ្លួនឯងមើលទៅអស្ចារ្យជាងគេនោះទេវាកើតឡើងពីការធ្វើឲ្យមនុស្សនៅជុំវិញយើងមានអារម្មណ៍ថាពួកគេត្រូវបានស្ដាប់ត្រូវបានគោរពនិងមានតម្លៃផ្នែកទី3វិធីសាស្ត្របណ្ដុះគំនិតនិងបញ្ចុះបញ្ចូលចិត្តគេនៅក្នុងជីវិតប្រចាំថ្ងៃយើងមិនអាចមានមតិដូចគ្នាជាមួយមនុស្សគ្រប់គ្នាបានទេនៅកន្លែងធ្វើការក្នុងគ្រួសារក្នុងមិត្តភាពឬក្នុងអាជីវកម្មយើងតែងតែជួបស្ថានភាពដែលមនុស្សពីរនាក់មានគំនិតខុសគ្នាបញ្ហាមិនមែនស្ថិតនៅលើតែយើងខុសឬត្រូវតែមួយមុខនោះទេបញ្ហាសំខាន់ជាងនេះគឺតែយើងអាចបង្ហាញគំនិតរបស់យើងបានដូចម្តេចដោយមិនធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាត្រូវបានវាយប្រហារលោក Dale Carnegie បង្រៀនថាប្រសិនបើយើងចង់បញ្ចុះបញ្ចូលមនុស្ស
យើងមិនគួរព្យាយាមឈ្នះការឆ្លោះទេយើងគួរព្យាយាមឈ្នះការយល់ចិត្ត1ជៀសវាងការតតាំងឬការឆ្លោះប្រកែកនៅពេលមនុស្សពីរនាក់មានមតិខុសគ្នាប្រតិកម្មធម្មតាគឺព្យាយាមបញ្ជាក់ថាខ្លួនឯងត្រូវម្នាក់និយាយថាខ្ញុំគិតថាវិធីនេះល្អជាងម្នាក់ទៀតឆ្លើយថាអត់ទេអ្នកគិតខុសហើយបន្ទាប់មកម្នាក់ចាប់ផ្ដើមរកហេតុផលមកការពារគំនិតរបស់ខ្លួនពេលខ្លះការសន្ទនាតូចមួយក៏អាចក្លាយជាការឆ្លោះប្រកែកដ៏ធំផងដែរបញ្ហាគឺទោះបីជាអ្នកអាចយកហេតុផលមកឈ្នះការជជែកក៏ដោយអ្នកអាចបាត់បង់ទំនាក់ទំនងជាមួយមនុស្សនោះព្រោះនៅពេលមនុស្សមានអារម្មណ៍ថាខ្លួនត្រូវបានបំបាក់ឬធ្វើឲ្យអាម៉ាស់គេអាចមិនទទួលយកគំនិតរបស់អ្នកឡើយទោះបីគំនិតនោះត្រឹមត្រូវក៏ដោយដូច្នេះពេលមានការខ្វែងគំនិតចូលសួរខ្លួនឯងថាតើខ្ញុំចង់ឈ្នះការឆ្លោះឬខ្ញុំចង់រកដំណោះស្រាយពេលខ្លះការមិនឆ្លោះគឺជាវិធីដែលឆ្លាតជាងគេក្នុងការឈ្នះ2គោរពមតិរបស់អ្នកដទៃប្រយោគមួយដែលយើងគួរជៀសវាងគឺអ្នកឯងខុសហើយពាក្យនេះខ្លីប៉ុន្តែអាចបិទទ្វារនៃការសន្ទនាភ្លាមពេលអ្នកប្រាប់នរណាម្នាក់ថាអ្នកខុសគេអាចមានអារម្មណ៍ថាអ្នកមិនត្រឹមតែបដិសេធគំនិតរបស់គេនោះទេប៉ុន្តែអ្នកកំពុងបដិសេធសមត្ថភាពក្នុងការគិតរបស់គេផងដែរជំនួសឲ្យការនិយាយថាអ្នកខុសហើយយើងអាចនិយាយថាខ្ញុំយល់ពីចំណុចដែលអ្នកកំពុងនិយាយប៉ុន្តែខ្ញុំមើលឃើញវាពីមុំមួយផ្សេងទៀតឬប្រហែលជាយើងអាចពិចារណាវិធីមួយផ្សេងទៀតរបៀបនិយាយនេះមិនមានន័យថាយើងត្រូវយល់ស្របជាមួយគេគ្រប់រឿងនោះទេប៉ុន្តែវាមានន័យថាយើងអាចមិនយល់ស្របប៉ុន្តែនៅតែគោរពមនុស្សដែលមានមតិខុសពីយើង3បើអ្នកខុសចូលទទួលស្គាល់ភ្លាមមនុស្សជាច្រើនពិបាកនិយាយពាក្យថាខ្ញុំខុសព្រោះភាពអាត្មានិយមធ្វើឲ្យយើងចង់ការពារខ្លួនឯងប៉ុន្តែការទទួលស្គាល់កំហុសដោយស្មោះមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេផ្ទុយទៅវិញវាអាចជាសញ្ញានៃភាពក្លាហាននិងភាពចាស់ទុំបើសិនបើអ្នកដឹងថាខ្លួនឯងនិយាយខុសឬធ្វើខុសចូលកុំរកលេសវិញនិយាយឲ្យច្បាស់ថាខ្ញុំសុំទោសចំណុចនេះខ្ញុំខុសខ្ញុំគួរតែពិនិត្យឲ្យបានច្បាស់ជាងនេះពេលអ្នកទទួលស្គាល់កំហុសដោយខ្លួនឯងមនុស្សម្ខាងទៀតជាញឹកញាប់និងមិនចាំបាច់ប្រឹងវាយប្រហារអ្នកដោយបញ្ជាក់ថាអ្នកខុសទៀតឡើយវាអាចធ្វើឲ្យភាពតានតឹងធ្លាក់ចុះហើយបើកផ្លូវឲ្យអ្នកទាំងពីរចាប់ផ្ដើមស្វែងរកដំណោះស្រាយ4ចាប់ផ្ដើមដោយភាពទន់ភ្លន់វិធីដែលយើងចាប់ផ្ដើមការសន្ទនាអាចកំណត់ទិសដៅនៃការសន្ទនាទាំងមូលប្រសិនបើអ្នកចាប់ផ្ដើមដោយសម្លេងខឹងនិងពាក្យរឹងខ្ញុំមិនចូលចិត្តអ្វីដែលអ្នកធ្វើទេអ្នកដទៃក៏អាចចាប់ផ្ដើមការពារខ្លួនភ្លាមប៉ុន្តែប្រសិនបើអ្នកចាប់ផ្ដើមដោយភាពស្ងប់ស្ងាត់និងគោរពខ្ញុំចង់និយាយពីរឿងមួយជាមួយអ្នកដើម្បីឲ្យយើងរកវិធីដែលល្អសម្រាប់ទាំងពីរបរិយាកាសនឹងខុសគ្នាខ្លាំងវាដូចជាការយកទឹកត្រជាក់ទៅបំណុតភ្លើងអញ្ចឹងពេលមនុស្សមានអារម្មណ៍ថាអ្នកមិនមកដើម្បីប្រយុទ្ធជាមួយគេនឹងងាយបើកចិត្តស្ដាប់អ្នកជាងមុន5ធ្វើឲ្យគេឆ្លើយថាបាទឬចាឲ្យបានច្រើននៅដំបូងនៅពេលអ្នកចង់ពិភាក្សាអំពីបញ្ហាមួយជាមួយមនុស្សដែលមានមតិខុសពីអ្នកកុំចាប់ផ្ដើមដោយចំណុចដែលអ្នកទាំងពីរមិនយល់ស្របភ្លាមចូលចាប់ផ្ដើមពីចំណុចដែលអ្នកទាំងពីរយល់ស្របគ្នាជាមុនឧទាហរណ៍ថាប្រសិនបើអ្នកនិងមិត្តរួមការងារមានមតិខុសគ្នាអំពីវិធីធ្វើគម្រោងមួយអ្នកអាចនិយាយថាយើងទាំងពីរចង់ឲ្យគម្រោងនេះទទួលបានលទ្ធផលល្អមែនទេគេអាចឆ្លើយថាបាទបន្ទាប់មកហើយយើងក៏ចង់ឲ្យការងារបញ្ចប់ទៅតាមពេលវេលាដែរមែនទេបាទនៅពេលអ្នកទាំងពីរចាប់ផ្ដើមពីគោលដៅរួមអ្នកនឹងកាត់បន្ថយអារម្មណ៍ថាយើងកំពុងប្រយុទ្ធគ្នាហើយបង្កើតអារម្មណ៍ថាយើងកំពុងដោះស្រាយបញ្ហាជាមួយគ្នាបន្ទាប់មកទើបអ្នកបង្ហាញគំនិតរបស់អ្នកមេរៀនសំខាន់គោលការណ៍ទាំងនេះបង្ហាញថាការបញ្ចូលមនុស្សមិនមែនជាការបង្ខំឲ្យគេព្រមជាមួយយើងនោះទេវាគឺជាសិល្បៈនៃការបង្កើតបរិយាកាសដែលមនុស្សអាចស្ដាប់គិតនិងពិចារណាគំនិតរបស់យើងដោយមិនមានអារម្មណ៍ថាត្រូវបានវាយប្រហារដូច្នេះនៅពេលមានមតិខុសគ្នាកុំប្រញាប់ឆ្លោះកុំប្រញាប់និយាយថាគេខុស
បើខ្លួនខុសចូលទទួលស្គាល់ចាប់ផ្ដើមដោយភាពទន់ភ្លន់ហើយស្វែងរកចំណុចដែលអ្នកទាំងពីរយល់ស្របគ្នាព្រោះពេលខ្លះការឈ្នះមនុស្សម្នាក់មិនមែនមានន័យថាធ្វើឲ្យគេចាញ់ការជជែកទេប៉ុន្តែគឺធ្វើឲ្យគេចង់ស្ដាប់អ្នកដោយស្ម័គ្រចិត្តផ្នែកទី4ធ្វើជាអ្នកដឹកនាំដ៏អស្ចារ្យដោយមិនបង្កការអាក់អន់ចិត្ត How to change people without giving offense ការខ្លាចជាអ្នកដឹកនាំដ៏ល្អម្នាក់មិនមែនមានន័យថាយើងត្រូវចេះតែបញ្ជាឬប្រាប់អ្នកដទៃថាត្រូវធ្វើអ្វីនោះទេអ្នកដឹកនាំដែលមានឥទ្ធិពលពិតប្រាកដគឺជាមនុស្សដែលអាចជួយឲ្យអ្នកដទៃកែលម្អខ្លួនដោយមិនធ្វើឲ្យគេមានអារម្មណ៍ថាត្រូវបានមើលងាយឬបាត់បង់តម្លៃរបស់ខ្លួនលោក Dale Carnegie បានបង្ហាញថាប្រសិនបើយើងចង់កែប្រែមនុស្សម្នាក់យើងត្រូវចេះប្រើភាពទន់ភ្លន់និងការគោរពព្រោះមនុស្សមិនមែនជាម៉ាស៊ីនដែលយើងអាចបញ្ជាឲ្យធ្វើតាមគ្រប់ពេលវេលានោះទេពួកគេមានអារម្មណ៍មានមោទកភាពនិងមានភាពអាត្មានិយមដូចយើងដែរ 1. ចាប់ផ្ដើមដោយការសរសើរមុននឹងនិយាយពីចំណុចខ្វះខាតប្រសិនបើអ្នកចង់ប្រាប់នរណាម្នាក់អំពីកំហុសរបស់គេកុំប្រញាប់ចូលទៅនិយាយថាការងាររបស់អ្នកមិនល្អនោះទេអ្នកធ្វើខុសហើយហេតុអ្វីអ្នកធ្វើបែបនេះពាក្យបែបនេះអាចធ្វើឲ្យគេចាប់ផ្ដើមការពារខ្លួនភ្លាមៗផ្ទុយទៅវិញចូលចាប់ផ្ដើមដោយស្វែងរកចំណុចល្អពិតប្រាកដរបស់គេជាមុនសិនឧទាហរណ៍ថាខ្ញុំឃើញថាអ្នកខិតខំលើការងារនេះខ្លាំងណាស់ហើយផ្នែកនេះអ្នកធ្វើបានល្អណាស់មានតែចំណុចមួយចំនួនទៀតដែលយើងអាចកែលម្អដើម្បីឲ្យលទ្ធផលកាន់តែល្អការចាប់ផ្ដើមបែបនេះធ្វើឲ្យមនុស្សមានអារម្មណ៍ថាអ្នកមើលឃើញពីការខិតខំរបស់គេមិនមែនមើលឃើញតែកំហុសរបស់គេនោះទេវាប្រៀបដូចជាគ្រូពេទ្យថ្មិញដែលប្រើថ្នាំស្ពឹកមុននឹងធ្វើអ្វីដែលអាចបង្កការឈឺចាប់ការសរសើរដោយស្មោះគឺជាវិធីមួយដែលធ្វើឲ្យការទទួលយកការរិះគន់កាន់តែងាយស្រួល 2. ចង្អុលបង្ហាញកំហុសដោយប្រយោលពេលខ្លះយើងមិនចាំបាច់និយាយត្រង់ៗថាអ្នកធ្វើខុសនោះទេយើងអាចនិយាយដោយប្រយោលដើម្បីឲ្យគេអាចមើលឃើញកំហុសដោយខ្លួនឯងឧទាហរណ៍ជំនួសឲ្យការងាររបស់អ្នកល្អប៉ុន្តែអ្នកធ្វើខុសចំណុចនេះអាចបដូរទៅជាការងាររបស់អ្នកល្អហើយប្រសិនបើយើងកែចំណុចនេះបន្ថែមវានឹងកាន់តែល្អជាងមុនភាពខុសគ្នាមើលទៅតិចតួចប៉ុន្តែអារម្មណ៍ដែលអ្នកដទៃទទួលបានអាចខុសគ្នាខ្លាំងពាក្យថាប៉ុន្តែជាញឹកញាប់ធ្វើឲ្យការសរសើរដែលនៅខាងមុខហាក់ដូចជាត្រូវបានលុបចោលចំណែកឯការប្រើពាក្យថាហើយអាចធ្វើឲ្យការកែលម្អមើលទៅដូចជាការបន្ថែមអ្វីល្អមួយទៀត 3. និយាយពីកំហុសរបស់ខ្លួនឯងមុននឹងប្រាប់អ្នកដទៃថាគេធ្វើខុសចូលរំលឹកថាយើងក៏ជាមនុស្សដែលធ្លាប់ធ្វើខុសផងដែរឧទាហរណ៍ថាកាលពីខ្ញុំចាប់ផ្ដើមធ្វើការនេះថ្មីខ្ញុំក៏ធ្លាប់មានបញ្ហាដូចអ្នកដែរខ្ញុំធ្លាប់គិតថាវាងាយប៉ុន្តែក្រោយមកខ្ញុំទើបដឹងថាត្រូវរៀបចំវាឲ្យបានល្អជាងនេះពេលអ្នកនិយាយបែបនេះអ្នកមិនបានឈរនៅលើទីតាំងខ្ញុំឆ្លាតអ្នកល្ងងនោះទេអ្នកកំពុងប្រាប់គេថាខ្ញុំយល់ពីអ្នកព្រោះខ្ញុំក៏ធ្លាប់ឆ្លងកាត់រឿងទាំងនេះដែរអ្នកអាចធ្វើឲ្យអ្នកដទៃបើកចិត្តស្ដាប់និងទទួលយកដំបូន្មានបានងាយជាងមុន 4. សួរជាសំណួរជំនួសឲ្យការបញ្ជាអ្នកដឹកនាំដែលចេះតែបញ្ជាចូលធ្វើការងារនេះឲ្យហើយកែវាភ្លាមអ្នកត្រូវតែធ្វើតាមវិធីនេះអាចធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថាខ្លួនគ្រាន់តែជាអ្នកទទួលបញ្ជាប៉ុន្តែអ្នកដឹកនាំដែលចេះប្រើសំណួរអាចធ្វើឲ្យមនុស្សគិតនិងចូលរួមរកដំណោះស្រាយដោយខ្លួនឯងជំនួសឲ្យថាធ្វើការនេះឲ្យហើយលឿនអាចសួរថាតើអ្នកគិតថាយើងអាចធ្វើរបៀបណាដើម្បីឲ្យការងារនេះបញ្ចប់បានលឿនជាងមុនជំនួសឲ្យអ្នកត្រូវធ្វើតាមវិធីនេះអាចសួរថាតើអ្នកគិតថាវិធីនេះអាចជួយឲ្យការងារយើងប្រសើរឡើងបានទេសំណួរបែបនេះធ្វើឲ្យមនុស្សមានអារម្មណ៍ថាគេក៏មានតម្លៃនិងមានសិទ្ធិចូលរួមក្នុងការសម្រេចចិត្តផងដែរ 5. រក្សាមុខមាត់ឲ្យអ្នកដទៃនេះគឺជាគោលការណ៍សំខាន់បំផុតមួយសម្រាប់អ្នកដឹកនាំប្រសិនបើបុគ្គលិករបស់អ្នកធ្វើខុសកុំយកកំហុសរបស់គេទៅបង្ហាញនៅមុខមនុស្សជាច្រើនដើម្បីធ្វើឲ្យគេខ្មាស់អៀនព្រោះមនុស្សម្នាក់ដែលត្រូវបានធ្វើឲ្យអាម៉ាស់នៅចំពោះមុខអ្នកដទៃអាចមិនត្រឹមតែខឹងទេប៉ុន្តែអាចចងចាំការឈឺចាប់នោះយូរផងដែរប្រសិនបើ
ត្រូវការតម្រូវចូលហៅគេទៅនិយាយជាឯកជននិយាយដោយការគោរពនិងផ្ដោតលើបញ្ហាមិនមែនវាយប្រហារលើបុគ្គលចូលចងចាំថាកំហុសអាចកែបានប៉ុន្តែសេចក្តីថ្លៃថ្នូររបស់មនុស្សមិនគួរត្រូវបានបំផ្លាញដើម្បីកែតម្រូវកំហុសមួយឡើយមេរៀនដ៏សំខាន់អ្នកដឹកនាំដ៏អស្ចារ្យមិនមែនជាអ្នកដែលធ្វើឲ្យមនុស្សខ្លាចបំផុតនោះទេអ្នកដឹកនាំដ៏អស្ចារ្យគឺជាអ្នកដែលធ្វើឲ្យមនុស្សចង់កែលម្អខ្លួនដោយសារពួកគេមានអារម្មណ៍ថាត្រូវបានគោរពនិងមានតម្លៃដូច្នេះបើអ្នកចង់កែប្រែមនុស្សម្នាក់សរសើរមុនកែចង្អុលបង្ហាញដោយភាពទន់ភ្លន់ទទួលស្គាល់កំហុសរបស់ខ្លួនជាមុនសួរជំនួសឲ្យបញ្ជាហើយកុំធ្វើឲ្យគេបាត់បង់មុខមាត់ព្រោះការបញ្ជាអាចធ្វើឲ្យមនុស្សធ្វើតាមអ្នកមួយពេលប៉ុន្តែការគោរពនិងការយល់ចិត្តអាចធ្វើឲ្យមនុស្សចង់ដើរតាមអ្នករយៈពេលយូរជាចុងបញ្ចប់ប្រិយមិត្តអ្នកស្ដាប់ជាទីស្រឡាញ់សៀវភៅ How to Win Friends and Influence People របស់លោក Dale Carnegie មិនមែនជាល្បិចកលនៃការសម្ដែងឬការបោកប្រាស់ចិត្តមនុស្សនោះទេវាគឺជាការរស់នៅដោយចេញពីសេចក្តីស្រឡាញ់និងការយល់ចិត្តពិតប្រាកដនៅពេលអ្នកបដូរការផ្ដោតអារម្មណ៍ពីខ្លួនឯងមកផ្ដោតលើអ្នកដទៃដោយការស្ដាប់ដោយស្មោះការផ្ដល់តម្លៃនិងការសរសើរចេញពីបេះដូងនោះអ្នកមិនត្រឹមតែអាចយកឈ្នះចិត្តមនុស្សជុំវិញខ្លួនបាននោះទេប៉ុន្តែអ្នកនឹងក្លាយជាមនុស្សដែលមានក្តីសុខនិងមានឥទ្ធិពលបំផុតក្នុងជីវិតសូមអរគុណបងប្អូនប្រិយមិត្តទាំងអស់គ្នាជាខ្លាំងសម្រាប់ការចំណាយពេលដ៏មានតម្លៃមកចូលរួមក្រេបជញ្ជក់ចំណេះដឹងលំដាប់ពិភពលោកជាមួយគ្នានៅថ្ងៃនេះប្រសិនបើអ្នកគិតថាអត្ថបទសង្ខេបសៀវភៅ How to Win Friends and Influence People នេះមានប្រយោជន៍និងបានដាស់តឿនស្មារតីរបស់អ្នកចូលកុំភ្លេចចុច like ចុច share ទៅកាន់មនុស្សដែលអ្នកស្រឡាញ់និងចុច subscribe channel របស់យើងផងជាចុងក្រោយតើគោលការណ៍មួយណាដែលអ្នកគិតថាចង់យកទៅអនុវត្តភ្លាមៗនៅក្នុងទំនាក់ទំនងរបស់អ្នកនៅក្នុងថ្ងៃនេះសរសេរប្រាប់ខ្ញុំនៅក្នុងប្រអប់ comment ខាងក្រោមសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានទំនាក់ទំនងល្អដល់ប្រពៃនិងជោគជ័យនៅក្នុងជីវិត